នៅស្រុកស្រែខែនេះគ្មានអីទេបងប្អូនអើយមានតែត្រីក្តាមខ្យងកែបហើយបើគេអ្នកបកែរើវិញគេរើបានដល់លក់ទៀតមិនត្រឹមតែម្ហូបទេហើយមួយរយៈនេះបងប្អូនឃើញខ្ញុំធ្វើម្ហូបពីត្រីរហូតដោយសារតែប្តីខ្ញុំក៏រកត្រីបានអញ្ចឹងណាអត់មានតរណាឆ្ងាយទេបងប្អូនតែស្រែគៀនផ្ទះនឹងឯងបងប្អូនដោយសារតែស្រែក្រោយផ្ទះខ្ញុំនឹងសបោត្រីណារាល់ឆ្នាំហើយបើទឹកស្រកជាងនឹងទៀតអត់ខ្វះទេកែបសបោហើយឆ្នាំហ្នឹងប្តីខ្ញុំក៏អត់បានធ្វើនលងទេព្រោះដោយសារគាត់ធ្វើការដែរហើយបើរាល់ឆ្នាំអីខែនេះបងប្អូនធ្វើដល់ផ្អកទៀតណព្រោះហូបត្រីប្រឡាត់អស់ពីមុនណាហូបត្រីតែមួយពេលពីរពេលអីទៅលែងរួចហើយប៉ុន្តែឆ្នាំនេះអត់ដឹងមកចឹងបងប្អូនប្រែប្រួលខ្លាំងមែនតើប្រហែលជាមកពីយើងអាយុច្រើនអញ្ចឹងទៅចេះមិនសមចៃដោយសារតែពីមុនយើងនៅក្មេងអត់សូវចេះចង់បានទេបងប្អូនអើយហើយណាមុនកូនមានតែមួយចំណាយក៏រៀងតិចចឹងទៅអត់សូវខ្វល់ហ្មងនេះណាប៉ុន្តែឥឡូវអត់ទេបើយើងអត់សមចៃឲ្យរឿងមហូបមហាគ្រឿងក្រៅបន្លែប្លុកនឹងអត់កើតទេពួកកូនឡើង2ហើយណាមួយកូនថ្នាក់ធំទៀតមួយថ្ងៃចេញលុយដូចព្យុះបងប្អូននឹងកូនរៀនថ្នាក់ធំតែមួយផងហើយជូលីគាត់តែចូលថ្នាក់មកតាយទេហើយបើកូនឡងវិញថ្នាក់ទី7ហើយត្រូវរៀនគោលរហូតត្រូវរៀនពីបេវេមានអង់គ្លេសផងមានខ្មែរផងចឹងហើយយើងត្រូវតែសមចៃបន្តិចអត់ត្រូវខ្ជះខ្ជាយដូចមុនកាលទេបើពីមុនអត់ខ្វល់ទេបងប្អូនមានត្រីរត់ទិញសាច់គោចឹងឯងសាច់ជ្រូកអញ្ចឹងទៅយកមកប្រឡាក់យកមកចៀនអត់ចង់ហូបត្រីហ៎ប៉ុន្តែឥឡូវមានអត់បានទេមានគឺដឹងតែព្រលឹមឡើងធ្វើហើយបើខ្លួនឯងបានធ្វើក៏ឲ្យម៉ែគាត់ធ្វើម្ហូបចឹងទៅហូបជុំគ្នាហើយផ្ទះខ្ញុំមកហូបម្ហូបតិចទេសឡតែមួយចានអីហ្នឹងរួចហើយតែប្រទេសម៉ែខ្ញុំតែឲ្យរៀងច្រើនតិចចឹងឯងគាត់មានម្ហូបមួយមុខទៀតចឹងណាមិនមែនឲ្យសឡមួយមុខហ្នឹងឲ្យរួចទេណាតែគាត់មានត្រីអាំងឬក៏សាច់ជ្រូកចៀនចឹងទៅព្រោះបងប្អូនខ្ញុំគាត់ចូលចិត្តក្រៀមក្រោះហើយបើសឡម្ជូរចេះត្រូវប៉ាព្រោះប៉ាគាត់ចូលចិត្ត